មុនពេលបង្កើតលោកព្រះព្រំបានបង្កើតកូនដែលកើតពីចិត្តចំនួន4នាក់ដើម្បីបង្កើតកូនចៅប៉ុន្តែពួកគេមិនព្រមព្រោះចង់រក្សាធម៌ក្រោយមកព្រះព្រំបានបង្កើតកូនចេញពីរាងកាយចំនួន10នាក់ក្នុងចំណោមទាំង10នាក់មានកូនច្បងឈ្មោះម៉ារីជីដែលកើតចេញពីប្រណេតទ្រង់ម៉ារីជីមានភរិយានាមកឡានាងកឡាជាកូនរបស់កតិយមមុនីដែលកើតពីស្រមោលរបស់ព្រះព្រំនិងមាតានាមទេវហូតិដែលនាងជាកូនរបស់មានុដែលជាមនុស្សដំបូងម៉ារីជីនិងនាងកឡាបានបង្កើតកូនម្នាក់ឈ្មោះកសយាបៈកសយាបៈមានប្រពន្ធចំនួន13នាក់ដែលសុទ្ធតែជាកូនរបស់តក្សៈដែលជាកូនកើតពីព្រះអង្គុដ្ឋបាទរបស់ព្រះព្រំប្រពន្ធទី1របស់កសយាបៈមានឈ្មោះអតិគិកូនទី10របស់អតិគិនិងកសយាបៈគឺព្រះវរុណព្រះវរុណជាអ្នកការពារច្បាប់រិទ្ធទ្រង់ប្រសូតមកមានអំណាចនេះស្រាប់នៅក្នុងព្រះកាយទ្រង់គ្រប់គ្រងពេលយប់និងថ្ងៃព្រមទាំងកំណត់ទឹកសមុទ្រកុំឲ្យពេញនិងឲ្យទឹកហូរចូលសមុទ្រធ្វើឲ្យទ្រង់បានក្លាយជាស្ដេចនៃទេវតាគ្រប់គ្រងស្ថានសួគ៌ដែលទេវតាផ្សេងទៀតសុទ្ធតែគោរពប៉ុន្តែដោយសារទ្រង់គ្រប់គ្រងស្ថានសួគ៌ដោយច្បាប់យុត្តិធម៌ធ្វើឲ្យពួកទេវផ្សេងទៀតខឹងក៏នាំគ្នាស្រូបយកដីចាក់ពីទ្រង់ហើយបែរមកគាំទ្រព្រះឥន្ទហើយក្រោយមកទៀតព្រះឥន្ទដែលព្រះរាមរបស់ទ្រង់បានប្រើល្បិចហើយបានផឹកទឹកសោមទិព្វដើម្បីឲ្យមានកម្លាំងខ្លាំងជាងព្រះវរុណរហូតដល់ពួកទេវៈងាកទៅគាំទ្រព្រះឥន្ទទាំងអស់ចុងក្រោយព្រះវរុណបានប្រគល់អំណាចឲ្យព្រះឥន្ទហើយទ្រង់ក៏ទៅបាតសមុទ្រដើម្បីគ្រប់គ្រងសមុទ្រតាំងពីពេលនេះមកព្រះវរុណមានរូបរាងពណ៌សឬពណ៌ទឹកសមុទ្រទម្រង់មុខមាំមួនប្រកបដោយមេត្តានិងសេចក្តីស្ងប់ប៉ុន្តែគួរឲ្យកោតខ្លាចក្នុងពេលតែមួយព្រោះទ្រង់ជាស្ដេចកាត់សេចក្តីនៅក្នុងគម្ពីរវេទចែងថាទ្រង់មានភ្នែករាប់ពាន់តំណាងឲ្យតារានៅលើមេឃពេលយប់ចាំមើលទង្វើខុសត្រូវរបស់មនុស្សលោកព្រះហស្ថទ្រង់ត្រូវបានគេចម្លាក់ឲ្យមានព្រះហស្ថ2ឬ4ទៅតាមសម័យកាលនៃគម្ពីរទ្រង់មានយានជំនិះគឺសត្វមកករតែក្នុងចម្លាក់ខ្មែរទ្រង់មានយានជំនិះគឺជាសត្វហង្សបច្ចុប្បន្នទ្រង់មានអំណាចគ្រប់គ្រងចំនួន3ធំគឺទី1គ្រប់គ្រងរាល់ប្រភពទឹកទាំងអស់ដែលមានលើផែនដីនិងក្រោមបាតដីទី2ជាទេវតាគ្រប់គ្រងទិសខាងលិចនិងទី3គ្រប់គ្រងពពួកនាងនិងអក្សរៈនៅក្នុងប្រទេសយើងព្រះវរុណជាទេពនៃទឹកភ្លៀងរៀងអាកាសរូងស្ងួតយើងតែងតែបួងសួងសុំទឹកភ្លៀងពីទ្រង់តាក់ទងនឹងរឿងសំណង់ដូចជាការសាងសង់ផ្ទះអាចារ្យមិនដែលភ្លេចក្នុងការអញ្ជើញទ្រង់មកការពារផ្ទះនោះទេចុះប្រិយមិត្តវិញយល់យ៉ាងណាចំពោះវីដេអូមួយនេះសូមបញ្ចេញមតិនៅខាងក្រោមកុំភ្លេចចុច like និង subscribe ដើម្បីទទួលបានវីដេអូចំណេះដឹងថ្មីបន្ថែមទៀតជួបគ្នានៅវីដេអូក្រោយ